ប្រការណាសូមរាថ្លៃបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃសូមជម្រាបសួរអង្គពុំមេងបងប្អូននិងជនរួមភាសាថ្ងៃនេះខ្ញុំមកអានចែករំលែកនៅសិភៅប្រវត្តិសាស្ត្រខ្មែរគឺសិភៅសុបិននឹងការពិតឥឡូវនេះខ្ញុំសូមអានចែករំលែកបន្តនៅឆ្នាំ1847ទស្សនវិទូនិងគណិតវិទ្យាអង់គ្លេស Fuck Bowl Swag Bowl ឆ្នាំ1815ដល់ឆ្នាំ1864បានសាកល្បងបង្កើតពីគណិតមួយបែបឆ្នាំ1947ដែលអាចយកទៅធ្វើជាភាសាសកលនៅក្នុងវិស័យផ្សេងទៀតនៃវិទ្យាសាស្ត្រទោះបីនៅឆ្នាំ1854លោកបានជួបនឹងការខ្វះខាតជាច្រើនដើម្បីឈានឲ្យបានដល់គោលដៅដ៏ធំធេងនេះក្តីពេជ្រគណិតរបស់លោកជាការចាប់ផ្ដើមមួយដ៏ធំដ៏សំខាន់សម្រាប់ការវិភាគទានការវិភាគផ្សេងនៅក្នុងវិស័យវិទ្យាសាស្ត្រខ្លះនៅសតវត្សទី20ដែលជាពិសេសជាមូលដ្ឋានដ៏សំខាន់សម្រាប់ការស្រាវជ្រាវតក្កវិទ្យាស្រាវជ្រាវតក្កវិទ្យានិងគណិតសាស្ត្ររបស់ Fresh ឆ្នាំ1848ដល់ឆ្នាំ1925និងបែត្រង់រ៉ូសែលឆ្នាំ1872ដល់ឆ្នាំ1907ដល់ឆ្នាំ1970ដើម្បីយល់ឲ្យបានច្បាស់ពីលក្ខណៈនៃព្រឹត្តិការណ៍ដែលបានកើតឡើងនៅសតវត្សទី19និងទី20គេដឹងថាទស្សនវិជ្ជារបស់ម៉ាកមួយចំណែកហើយមួយចំណែកទៀតទស្សនវិជ្ជាមួយចំនួនទៀតដែលខុសពីទស្សនវិជ្ជារបស់ម៉ាកដូចជាទស្សនវិជ្ជារបស់នីតជាដើមបានជះឥទ្ធិពលទៅលើអ្នកចេះដឹងយ៉ាងខ្លាំងក្លាចាថ្ងៃនេះខ្ញុំសូមអានចែករំលែកត្រឹមនេះជូនôngពុំមេងបងប្អូនភាសាខ្ញុំនឹងអានចែករំលែកជូនôngពុំមេងបងប្អូនបន្តទៀតសូមជម្រាបលាôngពុំមេងបងប្អូននិងជនរួមភាសា